របៀបឈប់គិតច្រើនសួស្តីបងប្អូនទាំងអស់គ្នាការគិតច្រើនគឺជាអ្វីមនុស្សគ្រប់រូបធ្លាប់ជួបប្រទះទៅនឹងស្ថានភាពមួយដែលគំនិតវិលវល់មិនចេញពីខួរក្បាលនេះអាចកំពុងតែគេងតែស្រាប់តែនឹកឃើញពាក្យសម្ដីមួយឃ្លាដែលនិយាយកាលពីម្សិលមិញរួចចាប់ដើមសួរខ្លួនឯងថាហេតុអ្វីខ្ញុំនិយាយបែបនោះគេគិតយ៉ាងណាចំពោះខ្ញុំប្រហែលជាខ្ញុំធ្វើខុសហើយសំណួរទាំងនេះកាត់ឡើងម្ដងហើយម្ដងទៀតដោយគ្មានចម្លើយច្បាស់លាស់ណាមួយឡើយនេះគឺជាអ្វីដែលគេហៅថាការគិតច្រើនខុសពីការគិតពិចារណាធម្មតាការគិតពិចារណាធម្មតាមានគោលដៅច្បាស់លាស់គឺដើម្បីស្វែងរកដំណោះស្រាយឬសម្រេចចិត្តអ្វីមួយប៉ុន្តែការគិតច្រើនគឺជាការគិតវិលវល់ដដែលដោយគ្មានទិសដៅមានចំណុចបញ្ចប់ហើយជារឿយៗនាំឲ្យមានអារម្មណ៍តានតឹងថប់អារម្មណ៍ឬសោកសៅកាន់តែខ្លាំងឡើងវាដូចជាកង់រថយន្តដែលវិលនៅកន្លែងតែមួយចំណាយថាមពលច្រើនប៉ុន្តែមិនដែលដល់ទីតាំងណាមួយឡើយការគិតច្រើននេះអាចកើតឡើងបានច្រើនទម្រង់ខុសៗគ្នាខ្លះនឹកឃើញរឿងអតីតកាលហើយសោកស្ដាយចំពោះការសម្រេចចិត្តដែលបានកន្លងមកខ្លះទៀតព្រួយបារម្ភពីអនាគតស្រមៃពីសេណារីយ៉ូអាក្រក់ៗដែលអាចកើតឡើងទោះបីវាមិនទាន់កើតឡើងផងក៏ដោយខ្លះទៀតវិភាគរកចលនាពាក្យសម្ដីឬអារម្មណ៍របស់អ្នកដទៃដោយព្យាយាមស្វែងរកអត្ថន័យលាក់បាំងនៅពីក្រោយអ្វីគ្រប់យ៉ាងទាំងអស់នេះសុទ្ធតែជាទម្រង់នៃការគិតច្រើនដែលធ្វើឲ្យខួរក្បាលមិនអាចសម្រាកបានហើយចិត្តគំនិតកកុញនឹងភាពរញ៉េរញ៉ៃហេតុអ្វីបានជាយើងគិតច្រើនមុននឹងស្វែងយល់ពីវិធីដោះស្រាយយើងគួរតែស្វែងយល់ពីមូលហេតុជាមុនសិនការគិតច្រើនមិនមែនកើតឡើងដោយចៃដន្យនោះទេវាមានឫសគល់ជាច្រើនទី1គឺភាពខ្លាចនៃភាពមិនច្បាស់លាស់ខួរក្បាលរបស់មនុស្សត្រូវបានរចនាឡើងឲ្យស្វែងយល់ពីភាពច្បាស់លាស់និងសុវត្ថិភាពពេលណាមានស្ថានភាពមិនច្បាស់លាស់ខួរក្បាលនឹងព្យាយាមគិតវិភាគនិងស្រមៃពីលទ្ធផលផ្សេងៗដើម្បីព្យាយាមគ្រប់គ្រងស្ថានភាពនោះជាអកុសលការគិតច្រើននេះមិនដែលបានផ្ដល់នូវការគ្រប់គ្រងពិតប្រាកដឡើយវាគ្រាន់តែដល់អារម្មណ៍ខ្លាំងៗថាកំពុងតែគ្រប់គ្រងតែប៉ុណ្ណោះទី2គឺការភ័យខ្លាចនិងកំហុសឆ្គងអ្នកខ្លះមានទំនោរជាមួយនឹងមនុស្សពេញនិយមដែលចង់ធ្វើអ្វីគ្រប់យ៉ាងឲ្យបានត្រឹមត្រូវទាំងស្រុងការគិតច្រើនខ្លះទៅជាមធ្យោបាយមួយដើម្បីព្យាយាមការពារខ្លួនពីកំហុសឆ្គងដោយគិតគូររាល់លទ្ធភាពជាមុនប៉ុន្តែវាជាការពិតលុបបំបាត់លទ្ធភាពនៃកំហុសទាំងនោះបានទាំងស្រុងឡើយវាគ្រាន់តែបង្កើតអារម្មណ៍ភាពតានតឹងតែប៉ុណ្ណោះទី3គឺទម្លាប់នៃការគិតដូចជាទម្លាប់ផ្សេងៗទៀតផងដែរការគិតច្រើនក៏អាចក្លាយទៅជាទម្លាប់ដែលខួរក្បាលធ្លាប់ធ្វើអ្វីដដែលរហូតទាល់តែវាក្លាយទៅជាចរន្តគំនិតដែលកើតឡើងដោយស្វ័យប្រវត្តិការដំបូងមកពីព្រឹត្តិការណ៍ណាមួយដែលធ្វើឲ្យមានភាពតានតឹងប៉ុន្តែពេលក្រោយមកខួរក្បាលចាប់ដើមប្រើវិធីនេះជាស្ថានភាពជាច្រើនទៀតដើម្បីតែស្ថានភាពតូចតាចក៏ដោយទី4គឺភាពតានតឹងនិងភាពអស់កម្លាំងផ្លូវចិត្តនៅពេលដែលរាងកាយនិងចិត្តគំនិតមិនបានសម្រាកគ្រប់គ្រាន់សមត្ថភាពនៅក្នុងការគ្រប់គ្រងគំនិតរបស់យើងនឹងចុះខ្សោយធ្វើឲ្យគំនិតអវិជ្ជមាននិងការគិតវិលវល់កាន់តែងាយកើតឡើងការយល់ដឹងពីមូលហេតុទាំងនេះមិនមែនដើម្បីស្ដីបន្ទោសខ្លួនឯងនោះទេវាផ្ទុយទៅវិញវាជួយឲ្យយើងចេះអាណិតខ្លួនឯងកាន់តែច្រើននិងយល់ថាការគិតច្រើនគឺជាប្រតិកម្មធម្មតារបស់ក្បាលមិនមែនជាចំណុចខ្សោយផ្ទាល់ខ្លួននោះទេផលប៉ះពាល់នៃការគិតច្រើនរយៈពេលយូរអាចនាំមកនូវផលប៉ះពាល់ជាច្រើនដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តនៅផ្នែកផ្លូវចិត្តវាអាចបង្កើតកម្រិតនៃភាពថប់អារម្មណ៍និងភាពសោកសៅការគិតច្រើនវិលវល់ដដែលអំពីបញ្ហាមួយដែលគ្មានសកម្មភាពជាលក្ខណៈមួយអាចធ្វើឲ្យអារម្មណ៍វិជ្ជមានកាន់តែជ្រាលជ្រៅវាថែមទាំងអាចប៉ះពាល់ទៅដល់ទំនុកចិត្តលើខ្លួនឯងពីព្រោះការវិភាគខ្លួនឯងច្រើនហួសហេតុជារឿយៗនាំឲ្យស្វែងរកពីចំណុចខ្សោយឬកំហុសឆ្គងតែប៉ុណ្ណោះនៅផ្នែកផ្លូវកាយភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃអាចប៉ះពាល់ទៅដល់ការគេងធ្វើឲ្យពិបាកចូលគេងឬភ្ញាក់កណ្ដាលយប់វាក៏អាចបណ្ដាលឲ្យមានភាពឈឺក្បាលភាពតានតឹងសាច់ដុំនិងរាងកាយស្ថិតនៅក្នុងស្ថានភាពប្រយុទ្ធឬការរត់គេចជាប់រហូតនៅផ្នែកទំនាក់ទំនងសង្គមការគិតច្រើនអាចធ្វើឲ្យអ្នកដទៃជៀសវាងនៅការសន្ទនាសំខាន់ពីព្រោះ
ខ្លាចនិយាយខុសឬធ្វើឲ្យខូចទំនាក់ទំនងវាក៏អាចធ្វើឲ្យអ្នកបកស្រាយអាកប្បកិរិយារបស់អ្នកដទៃខុសពីការពិតដោយសន្មតអត្ថន័យអវិជ្ជមានទាំងដែលអ្នកនោះមិនបានមានចេតនាបែបនោះទេជាចុងក្រោយការគិតច្រើនចំណាយពេលវេលាច្រើននិងថាមពលច្រើនដែលអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពមានប្រយោជន៍ជាងនេះជាការពិតការគិតច្រើនមិនបានដោះស្រាយបញ្ហាទាំងនោះបានទេវាគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងដោយគ្មានលទ្ធផលអ្វីជាក់លាក់នោះឡើយវិធីអនុវត្តជាក់ស្ដែងដើម្បីឈប់គិតច្រើនឥឡូវនេះសូមចូលទៅដល់ចំណុចសំខាន់បំផុតនេះគឺជាវិធីអនុវត្តជាក់ស្ដែងដែលអាចជួយកាត់បន្ថយឬបញ្ចប់ការគិតច្រើនដឹងខ្លួននិងកំណត់ពេលវេលាជំហានដំបូងគឺការដឹងខ្លួនថាកំពុងតែគិតច្រើនជារឿយៗយើងចូលទៅក្នុងលំហនៃការគិតវល់ដោយមិនដឹងខ្លួននៅពេលដែលកំណត់សម្គាល់ថាខ្លួនកំពុងតែគិតដដែលអំពីរឿងតែមួយសូមព្យាយាមឈប់មួយភ្លែតហើយសួរខ្លួនឯងថាតើការគិតច្រើនកំពុងតែជួយអ្វីដល់ខ្ញុំដែរឬទេមធ្យោបាយមួយដែលមានប្រសិទ្ធភាពនោះគឺការកំណត់ពេលវេលាសម្រាប់ព្រួយបារម្ភសូមកំណត់ម៉ោងជាក់លាក់មួយក្នុងមួយថ្ងៃប្រហែល10ទៅ15នាទីសម្រាប់ខ្លួនអ្នកគិតនិងព្រួយបារម្ភតាមចិត្តពេលមានគំនិតរំខានចូលមកនៅក្នុងចិត្តនៅពេលផ្សេងសូមកំណត់ត្រាវាទុកហើយប្រាប់ខ្លួនឯងថាខ្ញុំនឹងគិតពីរឿងនេះនៅពេលដែលពេលវេលាដែលបានកំណត់វិធីនេះជួយឲ្យគូក្បាលបានដឹងថាការព្រួយបារម្ភនេះមិនត្រូវបានកំណត់និងបំភ្លេចចោលទេវាគ្រាន់តែបញ្ជាពេលតែប៉ុណ្ណោះត្រឡប់មករកបច្ចុប្បន្នកាលវិញតាមរយៈវិញ្ញាណទាំង5ការគិតច្រើនតែទាក់ទងទៅនឹងអតីតកាលឬអនាគតកាលវិធីមួយដើម្បីទាក់ទាញចិត្តគំនិតត្រឡប់មកបច្ចុប្បន្នកាលវិញគឺបច្ចេកទេស5ដក4ដក3និងដក2និងដក1ដែលប្រើវិញ្ញាណទាំង5រកមើលវត្ថុទាំង5យ៉ាងជុំវិញខ្លួនស្ដាប់សម្លេង4យ៉ាងប៉ះពាល់ដល់វត្ថុ3យ៉ាងក្លិន2យ៉ាងនិងពន្លត់1យ៉ាងបច្ចេកទេសនេះជួយឈប់ចរន្តចិត្តគំនិតដោយបង្វែរការយកចិត្តទុកដាក់ទៅរកបទពិសោធន៍ជាក់ស្ដែងចំពោះមកសរសេរចេញនូវគំនិតការសរសេរជាកម្មវិធីមួយដ៏មានប្រសិទ្ធភាពនៅក្នុងការបញ្ចេញគំនិតដែលកកកុញនៅក្នុងខួរក្បាលនៅពេលដែលគំនិតត្រូវបានសរសេរជាអក្សរវាមិនអាចវិលវល់នៅក្នុងចិត្តគំនិតបានទៀតទេការសរសេររឿងព្រួយបារម្ភសំណួរឬអារម្មណ៍ដោយសេរីដោយមិនចាំបាច់រៀបចំពាក្យសម្ដីឲ្យស្អាតអាចជួយឲ្យយើងឃើញភាពច្បាស់លាស់ថាតើចិត្តគំនិតទាំងនេះមានហេតុផលដែរឬទេជារឿយៗនៅពេលដែលអានឡើងវិញយើងនឹងឃើញថាការបែកខ្លាចជាច្រើនមិនសមហេតុផលដូចជាវាហាក់ដូចនៅក្នុងគុកបានទេ សួរខ្លួនឯងនៅសំណួរមានប្រយោជន៍នៅពេលដែលចាប់ផ្ដើមគិតច្រើនសូមសាកល្បងសួរខ្លួនឯងនៅសំណួរដូចខាងក្រោមតើនេះជាបញ្ហាដែលខ្ញុំអាចធ្វើអ្វីបានឥឡូវនេះឬអត់បើសិនបើអាចធ្វើអ្វីមួយបានសូមផ្ដោតទៅលើសកម្មភាពនោះបើសិនបើមិនអាចធ្វើអ្វីបានទេការគិតបន្តទៀតគ្មានប្រយោជន៍អ្វីឡើយគួរតែព្យាយាមទុកចោលសំណួរមួយទៀតដែលមានប្រយោជន៍គឺតើផុសតាងអ្វីខ្លះដែលគ្រប់គ្រងកំណត់នេះតើមានផុសតាងផ្ទុយពីនេះដែរឬទេសំណួរនេះជួយឲ្យយើងវិតម្លៃថាតើគំនិតរបស់យើងផ្អែកទៅលើការពិតឬគ្រាន់តែជាការសម័យពីសេណារីយ៉ូអាក្រក់ៗតែប៉ុណ្ណោះចលនាកាយសម្បទាការធ្វើលំហាត់ប្រាណដើរលេងឬសកម្មភាពផ្សេងៗទាក់ទងទៅនឹងកាយសម្បទាអាចជួយកាត់បន្ថយការគិតច្រើនបានយ៉ាងមានប្រសិទ្ធភាពការធ្វើចលនារាងកាយជួយបញ្ចេញអរម៉ូនតានតឹងនិងផ្ដោតការយកចិត្តទុកដាក់លើរាងកាយជំនួសឲ្យចិត្តគំនិតសូម្បីតែការដើរលេងសាមញ្ញរយៈពេល15ទៅ20នាទីនៅខាងក្រៅផ្ទះក៏អាចផ្ដល់ភាពស្រស់ស្រាយដល់ចិត្តគំនិតផងបានដែរកំណត់ព្រំដែននិងប្រព័ន្ធផ្សព្វផ្សាយសង្គមការទទួលព័ត៌មានច្រើនរូបបែបជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមអាចជំរុញឲ្យមានការគិតច្រើនកាន់តែខ្លាំងដោយសារតែការភ្លេចទីខ្លួនឯងជាមួយនឹងអ្នកដទៃការកំណត់ពេលវេលាប្រើប្រាស់ជាពិសេសមុនពេលចូលគេងអាចជួយកាត់បន្ថយចរន្តគំនិតរំខានទាំងនេះការកសាងទម្លាប់រយៈពេលវែងការគិតច្រើនមិនមែនជាដំណោះស្រាយតែម្ដងចប់នោះទេវាទាមទារការអនុវត្តជាប្រចាំដើម្បីកសាងជាទម្លាប់ថ្មីជាដំបូងសូមព្យាយាមគេងឲ្យបានគ្រប់គ្រាន់និងទៀងទាត់ការគេងគ្រប់គ្រាន់ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកាន់តែងាយរងនូវគំនិតអវិជ្ជមាននិងកាត់បន្ថយសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ទី2សូមអនុវត្តការដឹងគុណជាប្រចាំ
សរសេរអ្វីៗ3យ៉ាងដែលអ្នកដឹងគុណរិទ្ធជារៀងរាល់ថ្ងៃអាចជួយបង្វែរការយកចិត្តទុកដាក់ពីគំនិតអវិជ្ជមានទៅរកទស្សនវិជ្ជាវិជ្ជមាននៃជីវិតទី3សូមកសាងទំនាក់ទំនងសង្គមដែលរឹងមាំការនិយាយអំពីអារម្មណ៍និងគំនិតរបស់អ្នកជាមួយនឹងមិត្តភក្តិឬសមាជិកគ្រួសារដែលទុកចិត្តបានអាចជួយឲ្យយើងមើលឃើញនូវស្ថានភាពពីមុខផ្សេងៗនិងកាត់បន្ថយអារម្មណ៍ឯកាជាចុងក្រោយសូមអាណិតខ្លួនឯងជំនួសឲ្យការស្ដីបន្ទោសចំពោះការគិតច្រើនសូមព្យាយាមនិយាយទៅកាន់ខ្លួនឯងដូចជាដែលអ្នកនឹងនិយាយទៅកាន់មិត្តភក្តិដល់ស្និទ្ធស្នាលអ្នកដែលកំពុងតែជួបប្រទះនឹងបញ្ហាដូចគ្នាភាពស្លូតបូតចំពោះខ្លួនឯងនេះហើយដែលជាគ្រឹះដ៏សំខាន់បំផុតនៅក្នុងការផ្លាស់ប្ដូរទម្លាប់នៃការកើតពេលណាដែលគួរតែស្វែងរកជំនួយពីអ្នកជំនាញទោះបីវិធីទាំងនេះមានប្រយោជន៍សម្រាប់ការគិតច្រើនកម្រិតធម្មតាក៏ដោយក៏មានករណីខ្លះដែលការគិតច្រើននេះក្លាយទៅជាបញ្ហាធ្ងន់ធ្ងររហូតប៉ះពាល់ទៅដល់ការរស់នៅជាប្រចាំថ្ងៃការងារទំនាក់ទំនងសង្គមយ៉ាងខ្លាំងប្រសិនបើអ្នកក៏សង្កល់ឃើញថាការព្រួយបារម្ភនេះកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃមិនអាចគ្រប់គ្រងបានឬភ្ជាប់ជាមួយនឹងអារម្មណ៍សោកសៅជារៀងរាល់ថ្ងៃសូមពិចារណាស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តដូចជាចិត្តវិទូឬព្យាបាលផ្នែកចិត្តសាស្ត្រការព្យាបាលបែបនេះយល់ដឹងពីអាកប្បកិរិយាត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់នៅក្នុងការជួយមនុស្សគ្រប់កម្រិតពីក្តីសង្ឃារការគិតច្រើនគឺជាបទពិសោធន៍ធម្មតារបស់មនុស្សដែលកើតចេញពីគោលបំណងក្នុងការគ្រប់គ្រងនិងការពារខ្លួនពីភាពមិនច្បាស់លាស់នៃជីវិតប៉ុន្តែនៅពេលដែលវាកើតឡើងជាញឹកញាប់ពេកវាអាចលួចយកពេលវេលាថាមពលនិងភាពសុខសាន្តនៃចិត្តគំនិតរបស់យើងទៅវិញការជប់គិតច្រើនមិនមែនមានន័យថាការឈប់ទាំងស្រុងទេប៉ុន្តែវាជាការរៀនស្គាល់ទទួលព្រំដែននៃការគិតដែលមានប្រយោជន៍និងការគិតវិលវល់ដែលឥតប្រយោជន៍សូមចងចាំថាការផ្លាស់ប្ដូរនេះមិនកើតឡើងនៅក្នុងពេលមួយជុំទេវាទាមទារការអត់ធ្មត់និងការអនុវត្តជាបន្តបន្ទាប់ប៉ុន្តែវាជាពេលវេលាវានឹងក្លាយទៅជាទម្លាប់ធម្មជាតិដែលជួយឲ្យអ្នករស់នៅមានសេចក្តីសុខជាងមុនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់